សូមស្វាគមន៍មកកាន់ការវិភាគព័ត៌មានស្ដីអំពីតម្លៃសន្ទុះប្រាក់ដុល្លារក៏ដូចជាតម្លៃហាងឆេងមាសកាលពីសប្តាហ៍មុនដែលគិតចាប់ពីថ្ងៃទី2រហូតដល់ថ្ងៃទី6ខែកុម្ភៈឆ្នាំ2026ទិន្នន័យដែលបានចេញផ្សាយកាលពីសប្តាហ៍មុនយើងឃើញថាមានភាពលាយឡំគ្នាមានលក្ខណៈល្អប្រសើរខ្លះនិងមិនល្អប្រសើរខ្លះឥឡូវនេះយើងមកមើលអំពីប្រតិកម្មនៃសន្ទុះប្រាក់ដុល្លារដែលជះឥទ្ធិពលដោយព័ត៌មានដែលបានរៀបរាប់ខាងលើនេះយើងឃើញថាកាលពីថ្ងៃច័ន្ទតម្លៃសន្ទុះប្រាក់ដុល្លារបានធ្លាក់ចុះបន្ទាប់ពីមានការចេញផ្សាយ Non-Farm Employment Change ហើយយើងឃើញថាបន្តមកទៀតដល់ពាក់កណ្ដាលសប្តាហ៍ក៏មានការប៉ុនប៉ងងើបឡើងវិញផងដែរប៉ុន្តែការកើនឡើងនេះនៅតែមិនអាចបំបែកនៅកំណត់ត្រាចន្លោះ99ទៅ100បានដែរបន្តមកទៀតយើងឃើញថាកាលពីថ្ងៃសុក្រកន្លងទៅនេះតម្លៃសន្ទុះប្រាក់ដុល្លារមានការប៉ុនប៉ងងើបឡើងវិញបន្តិចបន្ទាប់ពីលោក Donald Trump បានធ្វើការប្រកាសស្ដីអំពីគម្រោងនៃការបញ្ចុះតម្លៃលើផ្នែកឱសថសម្រាប់ការប្រើប្រាស់នៅសហរដ្ឋអាមេរិកដែលការបញ្ចុះតម្លៃនេះគឺមានការបញ្ចុះតម្លៃច្រើនមែនទែនគឺចន្លោះពី80រហូតដល់90%ហើយទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយនេះក៏មានការជះឥទ្ធិពលទៅដល់តម្លៃហាងឆេងមាសផងដែរយើងឃើញថាកាលពីថ្ងៃច័ន្ទតម្លៃមាសបានកើនឡើងខ្ពស់ខណៈដែលប្រាក់ដុល្លារបានចុះខ្សោយហើយពាក់កណ្ដាលសប្តាហ៍មុនយើងឃើញថាមានការកើនឡើងបន្តទៀតបន្ទាប់ពីទិន្នន័យ Non-Farm Employment Change ចេញមកមានភាពមិនល្អប្រសើរក៏ដូចជាទិន្នន័យសេដ្ឋកិច្ចទីផ្សារមួយចំនួនមិនមានភាពល្អប្រសើររឹតតែធ្វើឲ្យតម្លៃមាសនេះមានការហក់ឡើងបន្តទៀតផងដែរហើយបន្តមកទៀតយើងឃើញថាកាលពីថ្ងៃសុក្រមាសបានបំបែកនៅកម្រិតយើងហៅថាកម្រិត resistance ដែលឈានដល់កម្រិតខ្ពស់ថ្មីមួយក្នុងរយៈពេលជាច្រើនខែកន្លងមកនេះមួយវិញទៀតដែរយើងឃើញថាក្រៅពីទិន្នន័យសេដ្ឋកិច្ចអាមេរិកដែលធ្វើឲ្យតម្លៃមាសបានហក់ឡើងជាបន្តបន្ទាប់នេះក៏មានកត្តាមួយចំនួនទៀតផងដែរដែលធ្វើឲ្យតម្លៃមាសនេះមានការកើនឡើងដូចជាយើងឃើញថាធនាគារកណ្ដាលរបស់ប្រទេសចិនបានបន្តការទិញមាសរបស់ខ្លួនហ្នឹងគឺសម្រាប់ខែទី15នេះគឺជាប់គ្នាតែម្ដងនៅក្នុងខែមករាកន្លងមកនេះហើយមួយវិញទៀតបើយើងទៅលេខទៅមើលបញ្ហាភូមិសាស្ត្រនយោបាយក៏យើងឃើញថាទីផ្សារកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតរវាងកិច្ចចរចារបស់សហរដ្ឋអាមេរិកនិងប្រទេសអ៊ឺរ៉ង់ដោយឡែកប្រសិនបើជាយើងក្រឡេកមកមើលផ្នែក technical outlook វិញយើងឃើញថាសន្ទុះប្រាក់ដុល្លារអាមេរិកបានព្យាយាមបំបែកកម្រិត resistance របស់ខ្លួននៅកម្រិត100ប៉ុន្តែតែងតែត្រូវបានបរាជ័យដែលនេះបង្ហាញថាសន្ទុះប្រាក់ដុល្លារគឺនៅតែមានសន្ទុះនៅខាងផ្នែកខ្សោយដដែលឬក៏បានន័យថាអាចនឹងបន្តការធ្លាក់ចុះបន្ថែមទៀតផងដែរម្យ៉ាងវិញទៀតប្រសិនបើជាយើងមើលផ្នែក technical outlook លើតម្លៃមាសយើងឃើញថាកម្រិត resistance របស់តម្លៃមាសគឺនៅ$4,890ក្នុង1អោននិងកម្រិត resistance ទី2គឺនៅតម្លៃ$4,960ក្នុង1អោនផងដែរដែលយើងឃើញថាកាលពីថ្ងៃសុក្រនេះតម្លៃនេះបានបែកទៅខាងលើហើយដែលនេះជាសញ្ញាបង្ហាញថាអាចនឹងនៅបន្តកើនឡើងបន្តទៀតទៅខាងលើសរុបសេចក្តីមកសម្រាប់សប្តាហ៍មុនដែលគិតចាប់ពីថ្ងៃទី2រហូតដល់ថ្ងៃទី6ខែកុម្ភៈឆ្នាំ2026គឺជាសប្តាហ៍មួយដ៏លំបាកសម្រាប់សន្ទុះប្រាក់ដុល្លារដែលទទួលរងនៅសម្ពាធដោយសារតែទិន្នន័យខ្សោយរបស់សហរដ្ឋអាមេរិកយើងឃើញថាមាសក៏បានទាញយកអត្ថប្រយោជន៍ពីភាពទុនខ្សោយដោយសារតែប្រាក់ដុល្លារនេះដែលយើងឃើញថាតម្លៃចេះតែបន្តឡើងទៅខាងលើដោយពង្រឹងជំហររបស់ខ្លួនដែលត្រូវបានគេមើលឃើញថាជាទ្រព្យមានសុវត្ថិភាពនៅក្នុងការវិនិយោគហើយសប្តាហ៍នេះវិនិយោគិនក៏នឹងផ្ដោតអារម្មណ៍យកចិត្តទុកដាក់ខ្លាំងទៅលើទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់អាមេរិកមួយចំនួនដែលនឹងត្រូវចេញផ្សាយនៅក្នុងសប្តាហ៍នេះក៏ដូចជានៅសប្តាហ៍ក្រោយផងដែរដែលមានទិន្នន័យសំខាន់ៗដូចជាតម្លៃអតិផរណា Non-Farm Employment Change ក៏ដូចជាអត្រាអត់ការងារធ្វើនៅសហរដ្ឋអាមេរិកហើយនឹងអ្វីដែលពិសេសមួយទៀតនោះគឺនៅសប្តាហ៍ក្រោយគឺពាក់ព័ន្ធទៅនឹងរបាយការណ៍កំណត់ហេតុអង្គប្រជុំរបស់ FOMC ដែលនឹងត្រូវ release ចេញមកនៅថ្ងៃទី18ខែ2ឆ្នាំ2026